សម្រាប់រឿងព្រេងនិទានខ្មែរមុនចូលរាត្រីជាមួយនឹង Channel យើងខ្ញុំកុំភ្លេចជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីកម្រងរឿងព្រេងនិទានខ្មែររឿងហោនិងតាចាស់ដូនចាស់កាលពីព្រេងនាយមានហោម្នាក់ជាអ្នកទាយគុនគូមើលឈុតណាស់ហោនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់មានកាលថ្ងៃមួយតាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ពេលនោះគាត់រត់បានត្រីរស់មួយហើយនឹងបានទន្សាយលងទឹកមួយដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្កេតទុកនៅកណ្ដាលច្បារបន្លែខាងមុខផ្ទះគាត់ត្រីរស់គាត់ដាក់ទ្រុងបោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ក្បែរកន្លែងទុកទន្សាយដល់ព្រឹកឡើងតាចាស់យាយចាស់គិតគ្នាថាយើងទៅរកហោទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ីបើហោនោះទាយត្រូវសឹមជឿថាពូកែមែនព្រោះចាប់បានត្រីរស់មួយទន្សាយមួយបំរុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយដល់ព្រមព្រៀងគ្នាស្រេចហើយក៏ដើរទៅលុះទៅដល់មុខផ្ទះហោនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថាអ្នកអើយលោកគ្រូនៅនឹងឬម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថាគាត់នៅនេះមានការអ្វីតាយាយអញ្ជើញចូលមកតាចាស់យាយចាស់នោះគ្នាចូលទៅបន្តិចហោនឹងដឹងសួរមកតាយាយថាចុះអញ្ជើញមកនេះមានការអ្វីតាចាស់យាយចាស់ជម្រាបទៅហោវិញថាខ្ញុំមកនេះមានការបន្តិចសូមលោកគ្រូមេត្តាករុណាចុះហោសួរថាមានការអ្វីចូលថាមកចុះតាចាស់យាយចាស់ថាអោលោកគ្រូអើយយើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទានពី3ថ្ងៃហើយតើព្រឹកនេះនឹងបានអ្វីទទួលទានឬទេហោចាប់ក្តារឈ្នួនឡើងវាយលេខមើលឲ្យតាយាយមើលរួចស្រេចក៏ជម្រាបតាយាយថាព្រឹកនេះតាយាយឯងមុខតែលិចប្រហុកក្នុងពាងតាយាយឮហោថាដូច្នោះក៏នឹកក្នុងចិត្តថាហោនេះគ្មានពូកែទេទាយប្តីក្តាប់សក់យើងកុំជឿគិតប៉ុណ្ណោះក៏នាំគ្នាលាហោមកផ្ទះវិញហោយាយក៏ប្រតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះតាលូកចាប់ត្រីយកមកក្រៅត្រីវាបំរាស់រួចលោតចុះត្រពាំងទៅតាក៏ស្ទុះទៅយកអង្កេតដែលគ្របទន្សាយមកដេញរកត្រីទន្សាយនៅក្នុងអង្កេតនោះក៏ផ្អើលរត់បាត់ទៅទៀតយាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃក៏ស្រែកប្រាប់ថាតាទន្សាយរត់ទៅហើយតាប្រាប់ទៅវិញថាយាយអើយត្រីវាបំរាស់រួចពីដៃទៅហើយដែរយាយក៏បន្ទក់តាថាតាឯងសំតែស៊ីប្រហុកខំពីងដូចគេទាយពីព្រឹកមិញនោះឯងតាឮយាយថាដូច្នោះក៏នឹកឃើញថាគ្រូទាយឈុតណែនដល់ពេលបាយព្រឹកតាចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកខំពីងដូចហោទាយឲ្យនោះឯងទើបតាចាស់ដូនចាស់ជឿថាហោចេះដឹងត្រឹមត្រូវតាមក្បួនដំ